ภิกขุโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภิกขุโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภิกขุโตอะระหะโตสัมมาสัมพุทธัสสะนะมัทโธรัตนัตยัสสะទូលព្រះបង្គំខ្ញុំព្រះករុណាសូមលំអត់លំអរកាយក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតន៍គឺពុទ្ធរតនៈ1ធម្មរតនៈ1និងសង្ឃរតនៈ1ដោយសេចក្តីគោរពជ្រះថ្លាជាទីបំផុតនិងសូមក្រាបនមស្ការចំពោះព្រះដេចគុណលោកគ្រូថឹងធីមដែលជាព្រះចៅអធិការវត្តធម្មការាមនិងនមស្ការអង្គចាស់ឡុងសរឿនដែលជាព្រះគ្រូចៅអធិការវត្តរតនប្រទីបទីក្រុងអរវ៉ានិងព្រះអនុថែគ្រប់ព្រះអង្គព្រមទាំងចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដែលបានអញ្ជើញមករួបរวมគ្នានៅក្នុងវត្តធម្មការាមទីក្រុងអរវ៉ាក្នុងឱកាសនេះចឹងនៅក្នុងឱកាសនេះគឺជាមហោថ្ងៃមហោឡារិកអធិកធម្មដែលគណៈកម្មការនិងពុទ្ធបរិស័ទចំណោះជើងវត្តធម្មការាមបានព្រមព្រៀងគ្នាជាឯកច្ឆន្ទប្រារព្ធធ្វើនៅពិធីបុណ្យកឋិនទានមហាសាមគ្គីមួយដែលក្នុងនោះគឺមានអង្គត្រៃធំគឺវាសិកាខួងលន់ឯងព្រមទាំងកូនចៅនិងញាតិមិត្តត្រៃអង្គស្ដាំគឺវាសិកាខួងលន់ឯងព្រមទាំងកូនចៅនិងញាតិមិត្តត្រៃអង្គឆ្វេងលោកហមឈឹមអ្នកស្រីសូផលតាន់ព្រមទាំងកូនចៅនិងញាតិមិត្តព្រមទាំងញាតិញោមហើយនឹងពុទ្ធបរិស័ទជាច្រើនទៀតដែលនៅក្នុងការរៀបរាប់នៅក្នុងសន្តរកថាបាញ់មិញមានរហូតដល់ទៅ33ត្រៃចឹងគឺថាគឺសទ្ធាជ្រះថ្លារបស់ញាតិញោមដែលបានដង្ហែនៅអង្គកឋិនទានមកប្រគេនដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តធម្មការាមអស់ត្រៃមាសក្រោយពីការចេញព្រះវស្សាហើយក៏មានការដង្ហែនៅអង្គកឋិនទានប្រគេនដល់សង្ឃអញ្ចឹងថ្ងៃនេះខ្ញុំបកករណាស្មារតីទាំងពីរព្រះអង្គក៏មានភារៈភ្នាក់ងារជាអ្នកទទួលសម្ដែងនៅព្រះធម៌ទេសនាជារបៀបបច្ឆាវិសច្ចនីហៅថាទេសនាក្រែ2អញ្ចឹងធម្មកថាទាំងពីរអង្គទេសនាក្រែ2នៅក្នុងថ្ងៃនេះគឺសត្វតែរស័ព្ទឆ្ងាយមកពីទីក្រុងអរវ៉ាទាំងពីរអង្គមកពីទីក្រុងអរវ៉ាទាំងពីរអង្គមកជួបគ្នានៅវត្តធម្មការាមទីក្រុងម៉ុងតេអាល់វត្តអរវ៉ាពីរអង្គគឺនៅវត្តផ្សេងគ្នាអង្គថ្មីគង់វត្តចាស់វត្តរតនប្រទីបដល់អង្គចាស់គង់វត្តថ្មីគឺវត្តពោធិការាមចឹងក៏ប្រចាស់នេះតិចហើយចឹងក៏ញាតិញោមបែរជាបានស្គាល់ញាតិញោមខ្លះក៏ស្គាល់ញាតិញោមខ្លះក៏មិនស្គាល់ព្រោះតែថ្មកំពុងយើងគឺអង្គចាស់ចាស់ទាំងវ័យចាស់ទាំងមកគង់នៅមុនលោកហើយអង្គដែលគង់ខាងឆ្វេងដៃថ្មគឺអង្គថ្មីក្មេងផងថ្មីផងព្រោះលោកទៅនិមន្តមកពីប្រទេសកម្ពុជាតែតិចទៀតគឺថាតិចទៀតនិមន្តត្រឡប់ទៅវិញហើយអញ្ចឹងលោកនៅចល័តនៅឡើយមុនចុះឡើងបើថ្មមិនសូវបានចុះឡើងទៅណាទេនៅកន្លែងចុះឡើងទៅមកទៅអល់ទៅវាយយូរម្ដងក៏អញ្ចឹងថ្ងៃនេះក៏សម្ដែងនៅពធទេសនាព្រៃ2ហើយអាត្មាតែងតាំងខ្លួនឯងជាមហាថែជាអ្នកចោទសួរនៅបញ្ហាកម្មនានាដើម្បីឲ្យព្រះអង្គជាអនុថែជាអ្នកឆ្លើយដោះស្រាយនៅបញ្ហាកម្មដែលអាត្មាចោទសួរដែលអញ្ចឹងក៏តែងតាំងប៉ុណ្ណឹងហើយសង្ឃឹមថាព្រះអង្គមិនប្រកែកទេប៉ុន្តែចង់ដឹងពីវាចារបស់ព្រះអង្គផ្ទាល់តើ
មានទស្សនៈឬក៏មានការយល់យ៉ាងណាដែរគណៈសូមនិមន្តសម្ដែងជាទស្សនៈទាំងនោះគណៈសូមនិមន្ត นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมัทธุรัตนัตยัสสะខ្ញុំព្រះករុណាក៏សូមលើកកំបងអញ្ជលីនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃបត្រៃរតដោយសេចក្តីគោរពជ្រះថ្លាដោយក្រៃលែងដោយសេចក្តីសង្ខេបបែបខ្លីប៉ុណ្ណេះមួយលើសូមនមស្ការចំពោះព្រះអង្គគ្រូបច្ចៅអធិការវត្តធម្មការរាមដោយសេចក្តីគោរពជ្រះថ្លាសូមក្រាបថ្វាយបង្គំចំពោះព្រះអង្គគ្រូបច្ចៅអធិការវត្តពោធិការាមវត្តថ្មីដែលជាព្រះមហាថេរដោយសេចក្តីគោរពជ្រះថ្លានិងសូមក្រាបថ្វាយបង្គំចំពោះព្រះមហាឡុងសរឿនដែលជាព្រះចារិកាវត្តរតនបទីនិងព្រះមហាថេរអនុថេរគ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លាហើយសូមចម្រើនពរចំពោះញាតិញោមពុទ្ធបរិស័ទម្ចាស់អង្គធិដ្ឋទាំងអស់ដោយសេចក្តីស្រឡាញ់រាប់អាននៅក្នុងបុណ្យកុសលហើយញាតិញោមដូចជាយើងយកដែរទេសនានៅវត្តនេះបាន2 3 ដងដែរប៉ុន្តែលើកនេះដូចជារៀងដូចធ្ងន់បន្តិចញាតិញោមដោយសារធ្ងន់ដល់ម៉េចគឺចាំឆ្លើយហើយមិនស្រួលទេអ្នកឆ្លើយនេះញោមហើយចឹងទៅសូមខន្តីអភ័យទោសព្រះអង្គគ្រូជាព្រះមហាថេរបានដាក់ញត្តិថ្មីនេះគឺបានសេចក្តីថាបងគ្រូជាអ្នកសាកដណ្ដឹងសាកសួរនៅក្នុងបញ្ហាកម្មតាក់ទងពិធីបុណ្យនេះហើយឲ្យខ្ញុំបកណាអាត្មានឹងជាអ្នកឆ្លើយហើយលោកម្ចាស់